តាក្រុមការងារខ្លាំងបណ្ដាលមកពីអ្វីគឺបណ្ដាលមកពីការចូលរួមពីបុគ្គលិកខ្លាំងតែអ្នកធ្លាប់មានអារម្មណ៍ខំប្រឹងបង្រៀនបុគ្គលិកម្នាក់យ៉ាងអស់ពីចិត្តប៉ុន្តែក្រុមការងាររបស់អ្នកនៅតែខ្សោយដដែលថ្ងៃនេះខ្ញុំចង់ចែករំលែកបទពិសោធន៍ជិត20ឆ្នាំអំពីវិធីធ្វើឲ្យក្រុមការងារខ្លាំងពិតប្រាកដក្រុមការងារមួយមិនអាចខ្លាំងបានទេបើបុគ្គលិកម្នាក់មិនខ្លាំងជាមុនសិនការខ្លាំងរបស់បុគ្គលិកមិនមែនត្រឹមតែមានជំនាញការងារទេតែរួមមានការទទួលខុសត្រូវចិត្តស្រឡាញ់ការងារនិងការចង់អភិវឌ្ឍខ្លួនឯងជាបន្តបន្ទាប់យើងជាអ្នកគ្រប់គ្រងមានតួនាទីសំខាន់ណាស់ក្នុងការបណ្ដុះបណ្ដាលផ្ដល់ចំណេះដឹងបំពេញចំណុចខ្វះខាតនិងលើកទឹកចិត្តបុគ្គលិកតែសូមចាំថាអ្នកគ្រប់គ្រងអាចជួយបានតែអ្នកដែលចង់ជួយខ្លួនឯងប៉ុណ្ណោះក្នុងជីវិតការងារជិត20ឆ្នាំខ្ញុំបានឃើញបុគ្គលិកពីរប្រភេទទី1អ្នកចង់រីកចម្រើនពួកគាត់ចេះស្ដាប់រៀនឆាប់ចេះមិនចាំបាច់ណែនាំច្រើនហើយតែងតែសួរខ្លួនឯងថាតើថ្ងៃនេះខ្ញុំអាចធ្វើឲ្យខ្លួនឯងល្អជាងម្សិលមិញយ៉ាងដូចម្ដេចប្រភេទទី2អ្នកមិនខ្វល់ពីការរីកចម្រើនពួកគាត់ធ្វើការត្រឹមម៉ោងមិនខ្វល់ថាការងារបានត្រឹមត្រូវឬអត់ដល់ម៉ោងគឺចេញភ្លាមទោះបង្រៀនប៉ុន្មានដងក៏នៅតែធ្វើខុសដដែលបុគ្គលិកប្រភេទទី2នេះជាបញ្ហាធំសម្រាប់អ្នកគ្រប់គ្រងគ្រប់រូបយើងពិបាកចិត្តយើងមិនចង់បោះបង់នរណាម្នាក់តែបើគាត់មិនចង់កែប្រែខ្លួនឯងទោះយើងខំជួយយ៉ាងណាក៏ដោយលទ្ធផលក៏នៅតែមិនល្អយើងគួរធ្វើ3យ៉ាងទី1បន្តបណ្ដុះបណ្ដាលនិងណែនាំដោយភាពអត់ធ្មត់ទី2កត់ត្រាកំហុសនិងអាកប្បកិរិយាមិនល្អទាំងអស់ទី3បើរយៈពេលយូរហើយកែមិនបានទៀតត្រូវប្រមូលកំណត់ហេតុដាក់ជូនថ្នាក់មានសមត្ថកិច្ចសម្រេចបើចង់ឲ្យក្រុមការងារខ្លាំងបើចង់ឲ្យស្ថាប័នរីកចម្រើនយើងមិនគួរថែរក្សានិងការពារបុគ្គលិកដែលមិនខំប្រឹងប្រែងនិងមិនចង់រីកចម្រើនទេការរក្សាបុគ្គលិកខ្សោយគឺជាការទប់ស្កាត់អនាគតរបស់ក្រុមទាំងមូលក្រុមការងារខ្លាំងមិនមែនមកពីអ្នកគ្រប់គ្រងតែម្នាក់ឡើយតែមកពីការចូលរួមយ៉ាងសកម្មរបស់បុគ្គលិកម្នាក់សូមកុំឈប់ជួយតែសូមកុំភ្លេចថាអ្នកដែលត្រូវកែប្រែខ្លាំងបំផុតគឺបុគ្គលិកខ្លួនឯងអរគុណសម្រាប់ការស្ដាប់សូមជួយ Subscribe និងចែករំលែកដើម្បីលើកទឹកចិត្តឲ្យខ្ញុំបន្តចែករំលែកបទពិសោធន៍ជីវិត